ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីរឿងរ៉ាវដ៏រន្ធត់នៅផ្ទះចុងភូមិបានកន្លងផុតទៅក្រុមបង4នាក់ត្រូវបន្តដំណើរទៅកាន់ភូមិមួយទៀតដែលស្ថិតនៅជាប់ជើងភ្នំនៅទីនោះមានដើមជ្រៃដ៏ធំមួយដើមដែលអ្នកភូមិគ្រប់គ្នាគោរពបូជាថាដើមជ្រៃស័ក្តិសិទ្ធិតែបងប្អូនដឹងទេថានៅពីក្រោមពាក្យថាស័ក្តិសិទ្ធិជួនកាលវាអាចជាកន្លែងស្នាក់នៅនៃវិញ្ញាណដែលវិលវល់មិនព្រមទៅចាប់ជាតិបើបងប្អូនត្រៀមខ្លួនរួចរាល់ហើយមកស្ដាប់រឿងដើមជ្រៃស័ក្តិសិទ្ធិជាមួយខ្ញុំបាទផលរំដួលឥឡូវនេះបន្ទាប់ពីចាកចេញពីផ្ទះចុងភូមិឡានរបស់បងត្រីបានធ្វើដំណើរមកដល់ភូមិមួយទៀតដើម្បីដំឡើងប្រព័ន្ធភ្លើងក្នុងសាលាឆទានមួយកន្លែងនៅចំកណ្ដាលផ្លូវបំបែកចូលក្នុងភូមិមានដើមជ្រៃដ៏ធំសម្បើមមួយដើមដែលមានមែកធៀងរយីងរយោងបាំងពន្លឺថ្ងៃជិតឈឹងទោះបីជាម៉ោង1រសៀលក៏ដោយក៏បរិយាកាសនៅទីនោះត្រជាក់ស្រែបខុសពីធម្មតាគឺគ្រាន់តែធ្វើដំណើរឆ្លងកាត់ក៏ព្រឺសម្បុរដែរបងជ្រុញគ្រាន់តែឃើញដើមជ្រៃនោះភ្លាមក៏លើកដៃសំពះព្រមទាំងរអ៊ូតិចម្នាក់ឯងថាលោកម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីអើយពួកកូនចៅចូលមកស្នាក់នៅក្នុងភូមិនេះគឺដើម្បីមកធ្វើការទេសូមកុំមកបង្ហាញខ្លួនឬលងបន្លាចកូនចៅអីកូនចៅសូមតែសេចក្តីសុខសប្បាយទេបងអានឮហើយក៏សើចក្អាកក្អាយមួយរំពេចរួចនិយាយបង្អាប់ទៅបងជ្រុញថាជ្រុញឯងនេះដើមឈើសោះខ្លាចអីម្លេះមើលចុះគេយកក្រណាត់ពណ៌ក្រហមផងខ្មៅផងសផងមករុំជុំវិញដើមជ្រៃអញ្ចឹងមើលទៅដូចខ្សែដែលខ្មោចយកទៅចងកអញ្ចឹងថាហើយគាត់ក៏សើចខ្លាំងដោយមិនដឹងខ្លួនតែពួកគាត់មិនទាន់បានដឹងទេថាស្លឹកជ្រៃដែលធ្លាប់តែនៅស្ងៀមស្រាប់តែរង្គើបោកបក់ខ្លាំងដូចជាមានខ្យល់បក់បោកមកខ្លាំងមកអញ្ចឹងតែជាក់ស្ដែងបរិយាកាសនៅជុំវិញនោះគឺមិនមានខ្យល់បក់មកនោះទេបងផាតបានសម្លឹងមើលទៅលើមេឃជ្រៃដោយទឹកមុខស្មើរួចនិយាយតិចថាអាតកុំមាត់ច្រើនពេកប្រយ័ត្នមាត់បន្តិចទៅព្រោះមាត់ឯងនេះចង្រៃណាស់និយាយទៅអាចប៉ះពាល់ដល់ពពួកអមនុស្សដែលយើងមើលមិនឃើញហើយអញមានអារម្មណ៍ថាមានភ្នែកច្រើនណាស់កំពុងសម្លឹងមកពួកយើងពីលើដើមជ្រៃនោះហើយសាច់រឿងរបស់យើងក៏កាត់មកដល់ពេលយប់ហើយនៅយប់នោះពួកគេបានរៀបចំកន្លែងសម្រាកក្នុងរោងមួយក្បែរសាលាឆទានដែលនៅក្បែរដើមជ្រៃបំផុតចម្ងាយត្រឹមតែជាង10ម៉ែត្រពីគ្នាតែប៉ុណ្ណោះលុះ
រៀងយប់បន្តិចបងត្រីបានអុជធូប5សរសៃនិងបានសូត្របល័យដើម្បីចងការពារកន្លែងស្នាក់នៅម៉ោងប្រហែលជាង9យប់ទៅហើយបរិយាកាសនៅទីនោះថ្វីត្បិតតែនៅដើមភូមិដែលនៅចម្ងាយប្រហែលជាង60ម៉ែត្រតែប៉ុណ្ណោះដល់ផ្ទះដែលអ្នកភូមិរស់នៅមែនតែមានសភាពស្ងាត់ជ្រងំដូចនៅក្នុងព្រៃស្ងាត់អញ្ចឹងបងអាតដែលមានចរិតរឹងរូសក៏បានដើរទៅបត់ជើងតូចដែលនៅក្បែរគល់ដើមជ្រៃនោះទាំងដែលបងត្រីបានហាមដាច់ខាតថាកុំឲ្យចុះចេញពីរោងនិងទៅក្បែរដើមជ្រៃនោះនៅពេលយប់ឲ្យសោះពេលនោះស្រាប់តែសំឡេងខ្យល់បក់វូវូដើមជ្រៃធំនោះក៏ចាប់ផ្ដើមរង្គើខ្លាំងបងអាតមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងរអិលប៉ះទៅលើកញ្ចេញករបស់គាត់ដែលសភាវៈនោះបានធ្លាក់មកពីខាងលើមកពេលគាត់ងើយមើលទៅលើភ្នែកគាត់បានបើកធំបងប្អូនដឹងថាគាត់បានឃើញអ្វីទេគឺមានរូបរាងមនុស្សស្រីម្នាក់សម្បុរខ្មៅក្រឹបសក់វែងអន្លាយស្លៀករ៉ូបពណ៌សភ្នែកឡើងក្រហមតែងធ្លាក់ចុះមកពីមែកជ្រៃហើយសក់របស់ខ្មោចនោះក៏មករុំព័ទ្ធករបស់គាត់ជាប់បងអាតខំប្រឹងរើបំរាស់ខ្លួនខ្លាំងណាស់ដែរតែរើមិនរួចទេរកស្រែកហៅគ្នាឲ្យមកជួយក៏ស្រែកមិនចេញដែរតែសំណាងល្អបងជ្រុញដែលកំពុងរកនឹកចង់បត់ជើងតូចដែរស្រាប់តែបំភ្លឺពិលទៅឃើញបងអាតកំពុងត្រូវមេឃជ្រៃនិងសក់ខ្មោចរុំព័ទ្ធជុំចិត្តក៏ស្រែកឡើងផ្អើលអស់អ្នកទាំងពីរនាក់ទៀតដែលកំពុងតែសម្រាកនៅក្នុងរោងអាត្រីជួយអាផងដើមជ្រៃកំពុងតែចង់រុំស៊ីអាហើយបងត្រីនិងបងផាបានស្ទុះក្រោកឡើងភ្លាមហើយរត់សំដៅទៅរកបងអាតដែលកំពុងតែធាក់ជើងខ្វាយផុតពីដីបន្តិចបងត្រីគាត់បានដោះបន្តោងខ្សែករូបព្រះមកកាន់នៅក្នុងដៃរួចសូត្រគាថារំដោះវិញ្ញាណដែលបានរៀនពីលោកគ្រូដាំដែលជាសម្ដេចព្រះគ្រូរបស់គាត់អ្នកមោតាសៈអតិបិសោសូមអំណាចព្រះអង្គនិងបារមីព្រះគ្រូរំដោះវិញ្ញាណអាក្រក់ចេញទៅសូត្រមន្តគាថារួចបងត្រីក៏បានព្រាចមន្តដែលគាត់បានត្រៀមទុកនោះសំដៅទៅដើមជ្រៃបន្ថែមទៀតហើយរំពេចនោះសំឡេងស្រែកធ្ងន់មនុស្សស្រីស្រែកយ៉ាងក្រនួចលាន់ចេញពីដើមជ្រៃនោះរួចសក់ទាំងនោះក៏រលាយបាត់ទៅហើយបងអាតក៏ដួលសន្លប់ភីងតែម្ដងពួកគេបាននាំគ្នាសែងបងអាតចូលក្នុងរោងយ៉ាងប្រញាប់ប្រញាល់ខណៈពេលដែលបងអាតកំពុងសន្លប់ស្ដោកស្ដឹងស្រាប់តែបរិយាកាសក្នុងរោងប្រែជាត្រជាក់ស្រេបខុសពីធម្មតា
ហើយសំឡេងឆ្កែលុងយូរឮជាប់គ្នាពីក្នុងភូមិមកធ្វើឲ្យបងទាំង3នាក់ចាប់ផ្ដើមព្រឺរោមសារថ្មីម្ដងទៀតហើយលឺបន្តិចក្រោយមកស្រាប់តែឮសំឡេងហៅពីខាងក្រៅរោងមកថាអាត្រីអាផាតអាជ្រុញមកជួយអញផងឲ្យអញចូលក្នុងរោងផងអញត្រជាក់ណាស់បងជ្រុញបំរុងតែនឹងស្ទុះទៅមើលព្រោះសំឡេងនោះវាជាសំឡេងរបស់បងអាតច្បាស់ណាស់តែបងត្រីបានចាប់ដៃបងជ្រុញជាប់ហើយនិយាយថាកុំទៅឯងមើលអាអាតចុះវាដេកសន្លប់នៅទីនេះតាបងផានបានបំភ្លឺពិលទៅខាងក្រៅរួចក៏ឃើញរូបរាងបងអាតម្នាក់ទៀតឈរនៅក្រោមដើមជ្រៃក្នុងសភាពមុខស្លេកស្លាំងភ្នែកគ្មានប្រស្រីភ្នែកទេហើយវាញញឹមស្ញែងមកកាន់ពួកគេវាកំពុងព្យាយាមហៅឲ្យពួកគេចេញទៅរកគេនៅកន្លែងដើមជ្រៃនោះបងត្រីក៏ប្រញាប់យកអំបោះសីមាពណ៌សហើយសូត្រនៅបាលីដើម្បីដាស់ខ្សែសីមារួចក៏ចងជុំវិញរោងនោះភ្លាមទើបស្រមោលនោះរលាយបាត់ចូលទៅក្នុងដើមជ្រៃនោះវិញទោះបីជាវិញ្ញាណខាងក្រៅបាត់ទៅមែនតែបងអានដែលកំពុងសន្លប់បែរជាមានអាការៈប្លែកគាត់ចាប់ផ្ដើមប្រកាច់និងធ្ងោក្នុងដើមទ្រូងខ្លាំងបងអាតដែលកំពុងសន្លប់នោះក៏យកសុបិនដ៏ខ្មៅងងឹតមួយបងអាតបានឃើញខ្លួនឯងកំពុងត្រូវស្រីម្នាក់អូសចូលទៅក្នុងដើមជ្រៃនាងសួរគាត់ដោយសំឡេងស្អកថាឯងថាខ្សែចងកយើងស្អាតមែនទេមកយកខ្សែនេះចងកសាកមើលទៅថាហើយនាងក៏ចាប់ក្បាលបងអាតបោកទៅនឹងដើមជ្រៃហើយឈាមហូរស្រោចពេញមុខបងអាតតែនៅក្នុងការពិតបងអាតចាប់ផ្ដើមបែកពពុះមាត់និងបែកញើសចូលពេញខ្លួនហើយដកដង្ហើមថប់ដូចមនុស្សដកចង្កាមាន់ដែលរៀបនឹងស្លាប់អញ្ចឹងចំណែកឯបងត្រីឃើញសភាពការមិនស្រួលក៏យកធូបដែលនៅសល់មកដុតហើយសូត្រនៅមន្តគាថាជ័យយាយន្តោបល័យនេះគឺខ្ញុំសូមមិនបន្តទៀតទេសូត្រមន្តគាថារួចហើយគាត់ក៏យកធូបចុចចំកណ្ដាលថ្ងាសបងអាននិងសូត្របាលីបញ្ជាន់វិញ្ញាណអាក្រក់ឲ្យចេញពេលនោះបងអានបានភ្ញាក់បើកភ្នែកហើយស្រែកមកវាស់ពេញមួយទំហឹងរួចក៏សម្លាប់ទៅវិញទៅហើយនៅក្នុងយប់នោះពួកបងទាំង3នាក់ទៀតមិនហ៊ានដេកទេគឺអង្គុយយាមបងអាតរហូតទល់ភ្លឺម៉ោងប្រហែលជា6ព្រឹកទើបបងអាតភ្ញាក់ពីសន្លប់វិញ
លុះដល់ព្រឹកឡើងពួកគេបានសួរនាំលោកតាអាចារ្យវត្តដែលមកចាំសាលាឈរទៀននៅពេលព្រឹកទើបដឹងការពិតថាកាលពីមុនមាននារីម្នាក់ត្រូវបានគេចាប់រំលោភសម្លាប់រួចយកសាកសពមកចងផ្លុំចោលនៅដើមជ្រៃនេះវិញ្ញាណនាងមិនអស់ចិត្តក៏វិលវល់ចាំសងសឹកប្រុសណាដែលនិយាយមើលងាយឬធ្វើអំពើមិនសមរម្យនៅក្បែរដើមជ្រៃនោះមន្ត្រីក៏បានសុំឲ្យលោកតាអាចារ្យជួយអញ្ជើញចាស់ព្រឹទ្ធាចារ្យ 2-3 នាក់បន្ថែមទៀតដើម្បីឲ្យជួយរៀបចំធ្វើពិធីសែនព្រេននិងសូត្រធម៌បង្សុកូលរំដោះគ្រោះដល់វិញ្ញាណនោះដើម្បីឲ្យនាងបានទៅរកកន្លែងចាប់ជាតិជាថ្មីបងអានបន្ទាប់ពីដឹងខ្លួនមកមុខឡើងស្លេកហើយលែងហ៊ានមាត់ខ្លាំងដូចមុនទៀតហើយបងផាកបាននិយាយជាចុងក្រោយមុននឹងចាកចេញពីទីនេះថាកន្លែងណាដែលគេថាស្ងាត់កន្លែងណាដែលគេថាមានបារមីគឺមិនមែនឲ្យយើងទៅលេងសើចឬមើលងាយទេគឺឲ្យយើងស្គាល់នៅការគោរពហើយសាច់រឿងរបស់យើងក៏ចប់តែត្រឹមនេះសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា